អញនោះឯកឧត្តមជួននរិនមិននៅស្ងៀមនោះទេស្នើឲ្យម្ចាស់ផេកធ្វើរឿងមួយនេះភ្លាមកាលពីពេលកន្លងទៅថ្មីនេះមានផេកមួយឈ្មោះអវតារសបានធ្វើការបង្ហោះនៅសំណេរដែលមានខ្លឹមសារបែបនេះថាស្នងការភ្នំពេញស្នើសុំឲ្យផាកពិន័យឡើងវិញបើមិនឲ្យផាកពិន័យគ្មានមន្ត្រីឈរជើងតាមផ្លូវថ្នល់ឬស្តុបឡើយបើអញ្ចឹងស៊ីប្រាក់ខែរីហើយដេកនៅផ្ទះឬប៉ុន្តែប៉ូលីសក្រសួងថាចំណូលក្រោមទឹកច្រើនលានដុល្លារក្នុងមួយខែបើអញ្ចឹងមែននោះបន្ទាប់ពីឃើញសំណេរនេះរួចមកឯកឧត្តមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមិននៅស្ងៀមនោះទេបានធ្វើការឆ្លើយតបទៅលើភ័យខាងលើដោយឯកឧត្តមបានបង្ហោះសំណេរដែលមានខ្លឹមសារបែបនេះផងដែរថាខ្ញុំសូមគោរពជូនមហាជនមេត្តាជូនជ្រាបសូមស្ដាប់ឲ្យអស់ន័យទើបយល់ថាសមត្ថកិច្ចខិតខំដើម្បីអ្នកណាគ្រាន់តែរយៈពេល3ខែមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន77នាក់មិនទាន់គិតអ្នករបួសនិងខូចខាតមធ្យោបាយច្រើនក្នុងរាជធានីសូមម្ចាស់ភ័យអវតារសពិនិត្យឡើងវិញដែលធ្វើឲ្យមហាជនមានការយល់ច្រឡំពាក្យពេចន៍របស់អ្នកដូចជាលឺហើយសូមអរគុណបាទក្រោយពីឯកឧត្តមជួននរិនធ្វើការបង្ហោះនៅសំណេរបែបនេះមហាជននៅក្នុងបណ្ដាញសង្គម Facebook បានផ្ទុះនៅការបញ្ចេញមតិខុសៗគ្នាបែបនេះថាដូចនៅស្រុកគេតាមស្តុបមួយមានកាមេរ៉ាបើបុគ្គលណាបំពានឬល្មើសផ្លាកសញ្ញាចរាចរណ៍ចេញបានផាកពិន័យដល់គេហដ្ឋានតាមកម្រិតបទល្មើសព្រោះស្លាកលេខយានជំនិះឥឡូវសុទ្ធតែមាន QR code បើធ្វើបានគឺល្អបំផុតហើយថវិកាទទួលបានចូលរដ្ឋ100%ឯម្ចាស់គណនី Facebook មួយទៀតបានលើកឡើងបែបនេះថានាំឲ្យគេក្តៅទេឲ្យគេខុសតិចតួចសិនទៅគេកំពុងតែ stress ជាមួយនឹងផ្ទះលេខ2ចំណែកឯគណនី Facebook មួយទៀតក៏បានបញ្ចេញមតិដោយគាំទ្រទៅលើចំណាត់ការរបស់ឯកឧត្តមជួននរិនផងដែរដោយនៅក្នុងនោះបានធ្វើការ comment បែបនេះថាខ្ញុំបាទសូមគាំទ្រចំពោះចំណាត់ការរបស់ឯកឧត្តមស្នងការរាជធានីភ្នំពេញព្រោះបុគ្គលមួយចំនួននៅពេលដែលគ្មាននគរបាលចរាចរណ៍ផាកពិន័យគឺបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ឡើយរីឯបុគ្គលខ្លះទៀតផឹកគ្រឿងស្រវឹងបើកបរប្រមាថជីវិតអ្នកដទៃខ្លាំងណាស់ខ្ញុំបាទក៏សំណូមពរផងដែរថាសូមឯកឧត្តមស្នងការជួយពង្រឹងក្រមសីលធម៌ក្នុងការនិយាយស្ដីដល់មន្ត្រីនគរបាលចរាចរណ៍ដែលឈរនៅតាមគោលដៅទាំងអស់ផង